មិត្តភក្តិទាំងអស់គ្នាមកម៉ាដាហ្គាស្ការយូរហើយនេះជាលើកទី1ហើយដែលរកឃើញកោះស្ងាត់ដែលមានធនធានល្អបែបនេះកោះនេះមិនត្រឹមតែមានបង្កងធំច្រើនទេសូម្បីតែបង្កងកណ្ដូបក៏មានច្រើនជាហ្វូងដែរចំណែកមឹកយ៉ាក់វិញមិនបាច់និយាយទេគឺធំសាហាវតែម្ដងតោះកុំឲ្យខាតពេលយូរយើងទៅមើលវីដេអូទាំងអស់គ្នាកោះស្ងាត់ដែលយើងរុករកលើកនេះគឺនៅទីនេះកោះនេះមានឈ្មោះថា Nosi Manonaka ត្រូវជិះទូក6 ម៉ោងពីកន្លែងដែលខ្ញុំចេញដំណើរដោយសារលើកនេះត្រូវស្នាក់នៅ2យប់ដូច្នេះខ្ញុំនៅតែជ្រើសរើសប្រធានទូកដដែលព្រោះស្គាល់គ្នាងាយស្រួលនិយាយបន្ទាប់មកប្រធានទូកនៅតែដដែលពេលកំពុងធ្វើដំណើរក៏ស្ទូចបានត្រីពី3ក្បាលទីបំផុតពួកយើងក៏បានមកដល់គោលដៅឃើញអណ្ដាតសមុទ្រទេអណ្ដាតសមុទ្រអណ្ដែតនៅទីនោះយើងជ្រើសរើសឆ្នេរខ្សាច់មួយនេះមានអារម្មណ៍ថាស្អាតណាស់ទឹកក៏ថ្លាដែរព្រះឲ្យមិត្តភក្តិទាំងអស់គ្នាក៏ដែលយើងជ្រើសរើសថ្ងៃនេះពិតជារៀងឆ្ងាយបន្តិចឥឡូវនេះម៉ោង 7:04 ជាងហើយមកមើលឧបករណ៍ដែលខ្ញុំយកមកថ្ងៃនេះសិនលើកនេះយកសន្ទូចមកពីរនេះគឺសន្ទូចបោះនេះគឺសន្ទូចស្ទូចលើទូកហើយក៏យកកាំភ្លើងបាញ់ត្រីមកពីរដើមដែរដើមនេះសម្រាប់ប្រើពេលថ្ងៃដើមនេះសម្រាប់ប្រើពេលយប់អាវុធទាំងពីររួចរាល់ឥឡូវខ្ញុំមករកមើលកន្លែងបោះតង់សិនទីនេះមានអ្នកកំពុងដុតភ្លើងទៀតផងមានអារម្មណ៍ថាកន្លែងនោះមិនអន់ទេទៅមើលសិនអ្នកស្បែកស្ទាំងនោះមិនខ្លាចរងាទៅទីតាំងនេះពិតជាមិនអន់ទេរៀងរៀបស្មើល្អគ្រាន់តែរៀបចំបន្តិចទៅគឺបានហើយដើម្បីអាចគេងបានស្រួលខ្ញុំក៏បានជួសឆៃដីឲ្យរៀបស្មើបន្ទាប់មកទើបបោះតង់ឡើងពេលដែលរៀបចំរួចរាល់មេឃក៏ជិតងឹតបាត់ទៅហើយចំណែកអាហារពេលល្ងាចវិញខ្ញុំញ៉ាំត្រីដែលប្រធានទូកស្ទូចបានសិនថ្ងៃនេះជីទូកកន្លះថ្ងៃពិតជាហត់ណាស់មិនចង់ចុះសមុទ្រទេចង់សម្រាកឲ្យបានស្រួលមួយយប់អរុនសួស្តីមិត្តភក្តិទាំងអស់គ្នាឥឡូវនេះទើបតែម៉ោង 6 ជាងប៉ុណ្ណោះខ្ញុំរៀបចំទៅស្ទូចត្រីព្រោះយប់មិញមើលផែនទីឃើញកន្លែងស្ទូចត្រីមួយយ៉ាងល្អសំណាងល្អថ្ងៃនេះមិនសូវមានខ្យល់ខ្លាំងទេបើខ្យល់ខ្លាំងពិតជាពិបាកខ្ញុំរៀបចំទៅកន្លែងផ្ទាំងថ្មនោះ Good morning ក្រោកពីព្រលឹមមករើសអស់ហ្វឹកហាត់ Oh yeah Yes there នៅមាត់ឆ្នេរឃើញអណ្ដើកសមុទ្រធំមួយទៀតប៉ុន្តែសាច់ត្រូវបានគេយកបាត់ទៅហើយប្រហែលជាត្រូវគេសម្លាប់តាំងពី1 ខែមុនពិតជាគួរឲ្យស្ដាយណាស់ធំប៉ុណ្ណេះយ៉ាងហោចណាស់ក៏រੂបានជាង100ឆ្នាំដែរសាកល្បងប្រានុយនេះសិនសាកមើលកន្លែងស្ទូចត្រីពេលព្រឹកគឺនៅទីនេះមើលទៅដូចជាកន្លែងស្ទូចត្រីដ៏ល្អមួយប៉ុន្តែបោះសន្ទូចកន្លះម៉ោងហើយនៅតែគ្មានត្រីស៊ីសោះដូច្នេះខ្ញុំរៀបចំបដូរទៅកន្លែងផ្សេងដើម្បីសាកល្បងទៀតមូលហេតុដែលខ្ញុំមិនមកទីនេះពីដំបូងគឺដោយសារវាពិបាកដើរណាស់ប៉ុន្តែឥឡូវគ្មានជំរឿទេត្រូវតែដើរកាន់តែពិបាកដើរទៅសង្ឃឹមថាខាងនេះមានត្រីទៅចុះព្រះឲ្យខ្ញុំខំដើរមកយ៉ាងលំបាកចាប់ផ្ដើមការសម្ដែងរបស់ខ្ញុំទីបំផុតអាហារកន្លែងនេះល្អមែនមកដល់ភ្លាមស៊ីភ្លាមអោហយត្រីតុកកែមួយក្បាលយ៉ាងធំទុកវានៅទីនេះសិនហើយបន្ទាប់ពីបានត្រីទី1ស្នាមញឹមរបស់ខ្ញុំក៏បាត់អស់ព្រោះបោះសន្ទូច5 ដងទៀតជាប់គ្នាតាក់បាត់សមុទ្រ2 ដងធ្វើឲ្យចំណងរបស់ខ្ញុំរលត់អស់រលីងមើលទៅថ្ងៃនេះមិនមែនជាថ្ងៃស្ទូចត្រីរបស់ខ្ញុំទេមិត្តភក្តិទាំងអស់គ្នាលើកនេះខ្ញុំប្រើបន្ទះដៃដូច្នេះទើបបោះបានឆ្ងាយប្រហែលជាង50 ម៉ែត្រខ្ញុំមិនចង់ឲ្យដាច់ខ្សែសន្ទូចទេខ្ញុំនឹងទុកដងសន្ទូចនៅទីនេះចាំបន្តិចទៀតមួយទឹកមកយកអាហារពេលព្រឹករបស់ខ្ញុំគឺត្រីតុកកែមួយក្បាលនេះឯងយកទៅអាំងបន្ថែមអុសឲ្យច្រើនបន្តិចឆ្អិនស្រក់ខ្លាញ់សូជីវតែម្ដងព្រះឲ្យពេលបកស្បែកចេញសាច់ខាងក្នុងស្ផុយផុយឆ្ងាញ់ណាស់មួយចំហៀងនេះទុកឲ្យអ្នកថតរូបយកទៅចុះអាហារពេលព្រឹកគឺដោះស្រាយរួចរាល់ហើយឥឡូវខ្ញុំត្រូវចុះសមុទ្ររកអាហារពេលថ្ងៃត្រង់ខ្ញុំចង់ញ៉ាំបង្កងមើលថាតើអាចរកបានឬអត់វ៉ាផ្លូវនេះពេលព្រឹកអ្នកឯងដើរទៅស្ទូចត្រីមិនកើតឥឡូវទឹកនេះទៀតបើមិនអញ្ចឹងកាន់តែពិបាកដើរអាហារតោះបន្តទៀតខាងក្រោមសុទ្ធតែថ្មជាប់ថ្ម2 ដងបងប្រុសប្រាប់ថាគាត់រកឃើញនុយទី1ហើយឥឡូវខ្ញុំមកយកឥឡូវយើងមកយកនុយទី2ហារកឃើញទី2ហើយរមូរខ្សែយូរឥឡូវខ្ញុំអាចរមូរខ្សែបានហើយឥឡូវនេះទឹកនេះស្រកច្រើនណាស់មើលខាងនេះផុសឡើងមកទាំងអស់ពេលអ្នកថតរូបត្រឡប់ទៅវិញខ្ញុំក៏ចាប់ផ្ដើមមួយទឹករកមើលរបស់សមុទ្រប៉ុន្តែខ្ញុំមិនទាន់ហែកចេញពីតំបន់ទឹករាក់ផងក៏ឃើញរបស់សមុទ្រទី1បាត់ទៅហើយមិត្តភក្តិទាំងអស់គ្នាមឹកយ៉ាក់ដ៏ធំមួយខានចាប់វាយូរហើយកន្លែងដែលមឹកនេះលាក់ខ្លួនគឺពិតជាល្អមែនមាត់រុនតូចណាស់ដូច្នេះបើចង់ចាប់វាគឺរៀងពិបាកបន្តិចប៉ុន្តែការចាប់មឹកយ៉ាក់ត្រូវតែមានការអត់ធ្មត់ត្រូវចាក់វារហូតទាល់តែវាធន់ធ្វើបែបនេះទើបមឹកចេញពីរុនដោយខ្លួនឯងកម្លាំងស្រូបរបស់មឹកយ៉ាក់ពិតជាខ្លាំងមែនពេលដែលវាទាមដៃខ្ញុំទាមយូរណាស់ទើបរបូតចុងក្រោយទើបប្រើកាំបិតតូចដើម្បីបង្ក្រាបវាឲ្យបានទាំងស្រុងយ៉ាងម៉េចដែរមឹកនេះធំគួរសមចាប់វាសិនបន្ទាប់ពីក្រឡាប់មឹកយ៉ាក់ហើយខ្ញុំក៏ឃើញខ្យងមួយខ្ញុំចូលចិត្តហៅវាថាខ្យងស្នែងគោខានរើខ្យងស្នែងគោនេះយូរហើយយកវាសិន
នរណាជាអ្នកផ្ដល់ដំណឹងនេះដឹងថាខ្ញុំខានចាប់មឹកយៈយូរហើយមែនទេទីនេះស្រាប់តែលេចចេញមកមួយទៀតដោយសារមាត់រុនមឹកទី2រៀងធំគួរសោកដូច្នេះលើកនេះខ្ញុំចង់សាកប្រើកាំភ្លើងបាញ់ត្រីមើលថាតើអាចយកវាបានលឿនជាងមុនឬអត់អូបាញ់មិនចំទេដោយសារប្រើកម្លាំងបាញ់មិនកើតចឹងខ្ញុំមានតែបន្តចាក់វាទៀតប៉ុន្តែមឹកនេះឆ្លាតជាងមុនទោះជាខ្ញុំចាក់យ៉ាងណាក៏ដោយវានៅតែមិនព្រមចេញមកកន្លងផុតទៅ5នាទីហើយមឹកយៈនៅតែមានការអត់ធ្មត់ប៉ុន្តែខ្ញុំអស់ការអត់ធ្មត់ហើយដូច្នេះខ្ញុំក៏ចាក់វាតាមតែចិត្តក្នុងរុនប៉ុន្តែការចាក់តាមតែចិត្តនេះបែរជាចាក់ចំចំណុចខ្សោយរបស់វាទៅវិញអង្រួនអស់កន្លះថ្ងៃព្រះឲ្យបើដឹងចឹងមិនបាញ់មួយគ្រាប់នោះទេតោះទៅអ្នកស្រុកនៅទីនេះយកមឹកទៅហាលឲ្យស្ងួតឆ្ងាញ់ណាស់ដូច្នេះខ្ញុំនឹងចាប់ពី3ទៀតយកទៅហាលឲ្យស្ងួតដែរអុកបន្ទាប់ពីរកមួយសន្ទុះមិនឃើញមឹកទៀតទេបែរជាឃើញត្រីតុកកែមួយប្រភេទលាក់ខ្លួននៅក្រោមថ្មដូច្នេះខ្ញុំក៏បាញ់ភ្លាមមិននឹកស្មានថាបាញ់ចុងក្បាលគ្មានឱកាសរើបំរាស់សំបីបន្តិចបានត្រីតុកកែមួយក្បាលទៀតហើយប៉ុន្តែក្បាលនេះធំជាងប្រហែល1គីឡូយកវាសិនបន្ទាប់ពីបាញ់បានត្រីតុកកែខ្ញុំក៏ហែមួយជុំធំទៀតនៅតែមិនឃើញមឹកយៈប៉ុន្តែរើបានខ្យងពីងពីរទៀតពេលដែលខ្ញុំចិត្តបោះបង់ទៅហើយស្រាប់តែនៅក្បែរធ្នូមួយឃើញមឹកយៈដ៏ធំមួយទៀតដោយសារមឹកយៈនេះគឺលៀនក្បាលចេញមកក្រៅទាំងស្រុងដូច្នេះលើកនេះខ្ញុំនៅតែបន្តប្រើកាំភ្លើងបាញ់ត្រីបន្ទាប់ពីបាញ់រួចខ្ញុំប្រញាប់យកកាំបិតទៅចាក់បន្ថែមភ្លាមបើមិនអញ្ចឹងទេមឹកនេះអាចនឹងហែកសាច់របស់វាឲ្យដាច់រួចរត់ចូលក្នុងរុនវិញវ៉ាអាមួយនេះធំណាស់ធំជាងគេប្រហែលជា2គីឡូកន្លះធ្ងន់ណាស់សំណាងល្អបាញ់មួយគ្រាប់បើមិនអញ្ចឹងទាញវាមិនចេញទេកន្លែងនេះស្មានតែខ្ញុំប្រើភ្នែកក្នុងរុនដដែលស្រាប់តែមានមឹកមួយទៀតលេចចេញមកមានរឿងអីហ្នឹងខ្ញុំមិនទាន់ដាក់អាមួយនេះចុះផងអាទីនោះមកមួយទៀតហើយមិនបាច់ទេបន្ទាប់មកខ្ញុំក៏ចង់មឹកទី2យ៉ាងរហ័សរួចចូលទៅពិនិត្យមើលយ៉ាងប្រុងប្រយ័ត្នពេលប្រកាសថាមឹកទី4មិនមានការប្រុងប្រយ័ត្នទេខ្ញុំក៏ប្រញាប់រើសកាំភ្លើងពីបាតសមុទ្របន្ទាប់មកទាញខ្សែយឺតយ៉ាងលឿនហើយបន្តមុជទឹកចុះនៅផ្ទាំងថ្មដែលប្រើវិធីដដែលបាញ់មួយគ្រាប់ទៀតរួចដកកាំបិតយ៉ាងលឿនសកម្មភាពទាំងនេះហាក់ដូចជាកំពុងធ្វើការតាមខ្សែសង្វាក់ផលិតកម្មអញ្ចឹងមិត្តភក្តិទាំងអស់គ្នាពីរដងបានធំប៉ុនគ្នាពិតជាមិនគួរឲ្យជឿសោះសប្បាយចិត្តណាស់អុកឥឡូវទឹកនេះស្រប់ដល់រាក់មែនទែនខ្ញុំឃើញបងប្រុសដោះជើងទាហើយដើរត្រឡប់មកវិញហើយចំណុចខ្មៅតូចនោះគឺគាត់ហើយមិត្តភក្តិទាំងអស់គ្នានេះគឺជាលទ្ធផលរបស់ខ្ញុំថ្ងៃនេះមឹកយៈ4ក្បាលខ្ញុំលើកឡើងរួយដៃទាំងសងខាងហាធ្ងន់ណាស់មឹកច្រើនពេកយកពីឲ្យប្រធានទូក Octopus for you yeah Thank you ហើយទឹកកន្លះថ្ងៃហត់ចង់មកហើយដូច្នេះមឹកពីរនោះឲ្យប្រធានទូកជួយធ្វើឲ្យបន្ទាប់មកយកទៅហាលឲ្យស្ងួតមិត្តភក្តិទាំងអស់គ្នាឥឡូវមកធ្វើអាហារថ្ងៃត្រង់របស់ខ្ញុំមឹកយៈនឹងបើមិនហាលឲ្យស្ងួតទេពិតជាទំពាមិនដាច់មែនជាត្រីដូចគ្នាប៉ុន្តែរបៀបធ្វើពេលថ្ងៃត្រង់មិនដូចគ្នាទេវ៉ាល្អណាស់សំណាងហើយលើកនេះយកគ្រឿងទេសមកឆ្ងាញ់ណាស់មិត្តភក្តិទាំងអស់គ្នាត្រីដូចគ្នាប៉ុន្តែឆ្ងាញ់ជាងពេលព្រឹកច្រើនណាស់មុននេះខ្ញុំស្មានតែត្រីនេះកាន់តែធំសាច់វាកាន់តែស្វិតប៉ុន្តែមិននឹកស្មានថានៅតែផុយអស់ចាណាស់មួយនេះមិត្តភក្តិទាំងអស់គ្នាមឹកយៈទាំង4នេះត្រូវប្រធានទូកធ្វើឡើងស្អាតតែម្ដងអ្នកមើលរបៀបធ្វើរបស់ប្រធានទូកគាត់កាត់សំបីតែព្រុយវាបន្ទាប់មកគាត់ប្រាប់ថាពីនេះគឺជារបស់ខ្ញុំអស់ចាណាស់រសៀលនេះខ្ញុំមិនបានបន្តចុះសមុទ្រទៀតទេព្រោះខ្ញុំគិតថាយប់នេះនឹងទៅកន្លែងមួយទៀតដើរលេងដូច្នេះខ្ញុំត្រូវតែសម្រាកឲ្យបានគ្រប់គ្រាន់រក្សាកម្លាំងទុកអ្នកទាំងអស់គ្នាមើលចុះឲ្យតែដល់ពេលយប់ក្តាមសមុទ្រចេញមកទាំងអស់ពេលថ្ងៃរកមួយសំបីមិនឃើញមិត្តភក្តិទាំងអស់គ្នាទីបំផុតក៏ដល់ពេលយប់ឥឡូវខ្ញុំត្រៀមចុះសមុទ្រទៀតហើយដោយសារពេលថ្ងៃចាប់មឹកបានច្រើនហើយខ្ញុំជឿថាយប់នេះនៅមានរបស់ធំផ្សេងទៀតបន្ទាប់ពីចុះសមុទ្រខ្ញុំក៏ប្រវែងនៅតំបន់កាត់មួយសន្ទុះប៉ុន្តែមិនឃើញរបស់សមុទ្រណាដែលចង់បាញ់ទេឃើញតែត្រីសេកនិងត្រីបន្លាខ្ញុំក៏ហៅវាថាត្រីបោះស្បែកដែរត្រីសេកឃើញច្រើនណាស់តែមិនបានបាញ់ទេបាញ់បានត្រីបោះស្បែកមួយកាលពីក្រែងលោកខោជើងយកវាសិនបន្ទាប់មកខ្ញុំក៏ហែទៅកន្លែងជ្រៅស្ថានភាពនៅទីនេះគឺខុសគ្នាស្រឡះតែម្ដងព្រោះខ្ញុំឃើញបង្កងធំពីរខ្ញុំនឹងរើសយកបង្កងដែលនៅជិតខ្ញុំជាងគេមុនរកឃើញបង្កងទី1ហើយអូវ៉ាទីនេះមានបង្កងធំច្រើនណាស់មួយទៀតហើយវ៉ាធំជាងអាមុនទៅទៀតយកហើយមិត្តភក្តិទាំងអស់គ្នាវ៉ាបន្ទាប់ពីយកបង្កងទាំងពីរនេះហើយខ្ញុំមិនសូវជាបានហែប្រមាណទេស្រាប់តែឃើញបង្កងកណ្ដូបមួយទៀតមិត្តភក្តិទាំងអស់គ្នាធនធាននៅទីនេះល្អពេកហើយអូមិនយូរប៉ុន្មានបង្កងកណ្ដូបត្រូវបានយកបង្កងកណ្ដូបមួយទៀតហើយវ៉ាសុទ្ធតែបង្កងនិងបង្កងកណ្ដូបព្រះឲ្យមិត្តភក្តិទាំងអស់គ្នានិយាយទៅប្រហែលអ្នកមិនជឿទេឥឡូវនេះបង្កងនិងបង្កងកណ្ដូបដែលខ្ញុំឃើញមានច្រើនជាងត្រីទៅទៀតនេះជាធនធានអ្វីទៅដោយសារវាធំព្រះឲ្យខ្ញុំមិនអាចរកពាក្យមកពណ៌នាបានទេមិត្តភក្តិទាំងអស់គ្នា
ទីនេះកម្រមានណាស់ស្រាប់តែមានក្តាមអុចក្រហមមួយទំហំក៏ធំគួរសម្ដែងយកវាសិនក្តាមធំណាស់នេះគឺក្តាមអុចក្រហមក៏ធំណាស់ដែរនៅមិនឆ្ងាយពីក្តាមអុចក្រហមប៉ុន្មានខ្ញុំឃើញបង្កងធំមួយទៀតប៉ុន្តែទីតាំងដែលបង្កងនេះលាក់ខ្លួនសម្រាប់ខ្ញុំចាប់វាគឺងាយស្រួលបំផុតវ៉ាព្រោះតែនេះព្រះឲ្យច្រើនណាស់មិត្តភក្តិទាំងអស់គ្នាហែលេងក៏បានប៉ុន្តែរៀងធំបន្តិចយកវាសិនឃើញទេខ្ញុំលែងចង់និយាយអីទៀតហើយខ្ញុំចុះសមុទ្រយូរហើយរដងឃើញតែបង្កងកណ្ដូបមួយមិននឹកស្មានថាយប់នេះឃើញ3នៅជាមួយគ្នាប៉ុន្តែខ្ញុំធ្វើបានមួយហើយក្រោកឡើងស្រាប់តែឃើញ4មានពងដូច្នេះខ្ញុំក៏លែងវាភ្លាមដើម្បីទៅចាប់មួយទៀត3ថែមមួយទៀតព្រោះមានមួយជីញីខ្ញុំលែងហើយកូនវារត់បាត់ហើយអុកតាមពិតទៅបង្កងធំនៅយប់នេះក៏មាន2ដែលមានពងដែរប៉ុន្តែខ្ញុំលែងវាទាំងអស់យ៉ាងណាមិញធនធានក៏ត្រូវការថែរក្សាដែរមានកូនមិនយកទេបង្កងធំនិងបង្កងកណ្ដូបយប់នេះច្រើនណាស់ចាប់មិនអស់ទេនៅទីនេះខ្ញុំចាប់តែមួយចុងក្រោយគឺឈប់ហើយមិត្តភក្តិទាំងអស់គ្នាបង្កងនិងបង្កងកណ្ដូបច្រើនណាស់ច្រើនពេកហើយត្រឡប់ទៅវិញមិនចាប់ទៀតទេច្រើនពេកដាក់មិនអស់ទេខ្ញុំឃើញថងនេះគឺធ្ងន់មែនទែនហើយទទួលបានយ៉ាងច្រើនមិត្តភក្តិទាំងអស់គ្នាសប្បាយចិត្តណាស់ពេញមួយថងសុទ្ធតែបង្កងព្រះឲ្យច្រើនណាស់បង្កងចាប់បាន7ក្បាលប៉ុន្តែយកមកវិញបានតែ4ក្បាលទេសល់3ក្បាលរត់បាត់ហើយរត់ចេញពីថងសំណាញ់នោះច្រើនពេកហើយ1 2 3 4 5 5 1 5 2 8 9បង្កងកណ្ដូបមិនបានរត់ទេនៅទាំងអស់បង្កងកណ្ដូប9ក្បាលហើយមានក្តាមមួយទៀតមិត្តភក្តិទាំងអស់គ្នាយប់នេះពិតជាលយមែនស្មានថាយកសັບប្រកបសាច់ដែរជួបគ្នាថ្ងៃស្អែកមិត្តភក្តិទាំងអស់គ្នាបាយបាយទើបតែមើលអំបញ្ញមិញបង្កងកណ្ដូបទាំង9នេះនៅរស់ទេក្តាមអុចក្រហមនេះក៏មានកម្លាំងរស់ខ្លាំងគួរសម្ដែងបង្កង4នេះក៏មិនទាន់ងាប់ដែរមានតែ2នេះទេជាងាប់ឥឡូវនេះខ្ញុំសម្រេចចិត្តថាយក2ដែលងាប់នេះមកធ្វើជាអាហារពេលព្រឹកសិនចំណែកឯរបស់រស់ដែលនៅសល់ខ្ញុំនឹងយកត្រឡប់ទៅផ្ទះវិញឆេះហើយដាក់គ្រឿងស៊ុបចូលឆាបន្តិចសិនដាក់បង្កងចូលថែមទឹកបន្តិចមើលថាឆ្អិនឬនៅធំក្លិនឈ្ងុយហើយមិត្តភក្តិទាំងអស់គ្នាហើយក៏រៀងធ្ងន់ដែរព្រះឲ្យបង្កងនេះដុំធំមែនញ៉ាំមួយដុំទៀតបង្កងឆាគ្រឿងស៊ុបពិតជាប្លែកមែនឆ្ងាញ់ណាស់ដោយសារប្រធានទូប្រាប់ថាពេលរសៀលខ្យល់នឹងរលត់ធំហើយពួកយើងត្រឡប់ទៅវិញឲ្យលឿនបន្តិចដូច្នេះពួកយើងញ៉ាំបង្កងនេះអស់នឹងចេញដំណើរហើយអូថ្មិញចាស់របស់ខ្ញុំព្រះឲ្យមិត្តភក្តិទាំងអស់គ្នាញ៉ាំឆ្អែតហើយឥឡូវពួកយើងត្រូវរៀបចំអីវ៉ាន់ត្រឡប់ទៅវិញដូច្នេះវីដេអូថ្ងៃនេះសូមបញ្ចប់ត្រឹមនេះសិនមិត្តភក្តិដែលចូលចិត្តខ្ញុំកុំភ្លេចចុច like follow និង comment ផងបាយបាយត្រីដែលបាញ់បានថ្ងៃនេះខ្ញុំពិតជាហួសចិត្តមែនចំណាយពេល3ម៉ោងទើបបង្ក្រាបវាបានពេលកំពុងទាញត្រីថែមទាំងត្រូវហ្វូងត្រីចកសមុទ្រមករករឿងទៀតពិតជាមានការភ្ញាក់ផ្អើលគ្រប់ពេលក្នុងការបរបាញ់ត្រីមែនអរុនសួស្តីមិត្តភក្តិទាំងអស់គ្នាឥឡូវនេះជិតម៉ោង9ហើយថ្ងៃនេះនឹងទៅរករបស់សមុទ្រនិងស្ទូចត្រីគ្រាន់តែស្ទូចមួយប៉ុណ្ណោះអស់ថ្ងៃនេះមិនបាញ់ត្រីទេមិនបាញ់ត្រីអ្នកទាំងអស់គ្នាប្រកាសជាយកហើយបន្ទាប់មកទៅរើខ្យងពីរបីយកមកញ៉ាំអុកចេញដំណើរទៅអូហូខានទៅរករបស់សមុទ្រប៉ុន្មានថ្ងៃហើយបាយអ្នកស្នាក់នៅថ្មីនោះអ្នកយកទឹកមកទេយកមកហើយកង់ឡានអស់ខ្យល់ហើយដូច្នេះទើបមកសក់ខ្យល់បើមិនអញ្ចឹងទេនៅពេលកណ្ដាលផ្លូវច្បាស់ជិះត្រឡប់មកវិញមិននោះទេហើយត្រូវបដូរកង់សាគូទៀតពីថ្ងៃនេះក្តៅក្នុងតាំងពីត្រឡប់មកពីស្ទូចត្រីលើកមុនថ្ងៃទី2ក៏ចាប់ផ្ដើមតែម្ដងប្រហែលជាត្រូវកម្ដៅថ្ងៃខ្លាំងពេកពិតជាពិបាកទ្រាំណាស់ខូចមុខមាត់អស់ហើយដូច្នេះអ្នកទាំងអស់គ្នាកុំសម្លឹងមកខ្ញុំឯងមើលហើយខ្ញុំនឹងអៀនបន្តិចទៀតថតវីដេអូលេងកើតហើយតោះបន្តទៀតកន្លែងដែលទៅថ្ងៃនេះរៀងឆ្ងាយបន្តិចបើកឡានត្រូវចំណាយពេល25នាទីព្រោះទីនេះគឺជាកន្លែងដែលមានខ្យល់និងរលកតូចជាងគេនៅថ្ងៃនេះពួកយើងមកដល់ហើយឥឡូវនេះចុះពីឡានមកយកទូកកាយ៉ាក់របស់យើងនេះគឺលុយបន្តិចបន្តួចអរគុណច្រើនណាស់បន្ទាប់មកអ្នកកាន់វាគឺអង្គុយខាងមុខអូខេឥឡូវនេះឡានរបស់យើងពេញដោយទូកកាយ៉ាក់នេះទៅហើយហាបើកយឺតប្រយ័ត្នផងផ្លូវចុះនេះចំណោទខ្លាំងណាស់ឥឡូវពួកយើងមកដល់ហើយលើកមុនរើខ្យងពីងគឺទៅខាងនេះថ្ងៃនេះខ្ញុំចង់ទៅមើលខាងនេះម្ដងថាតើមានអីថ្មីទេបន្ទាប់មកខ្ញុំជាអ្នកថតរូបដ៏គួរឲ្យចាប់អារម្មណ៍ទូកកាយ៉ាក់បែបនេះងាយស្រួលជាងឥឡូវចាប់ផ្ដើមហើយហើយនៅទីនេះជិត1ម៉ោងហើយប៉ុន្តែនៅតែមិនទាន់ឃើញត្រីដែលខ្ញុំចង់បាញ់ទីនេះខ្ញុំឃើញត្រីបែមួយឈ្មោះពេញរបស់វាគឺម៉ៃស៊ឺធីវៃហុងប្រភេទត្រីបែនិយាយឲ្យស្រួលក៏អាចហៅវាថាត្រីក្រហមបានដែរ
ត្រីក្រហមនេះប្រហែលជាក្រាបនៅលើដីខ្សាច់ជម្រៅប្រហែល25ម៉ែត្រពេលខ្ញុំមុជដល់ជម្រៅ20ម៉ែត្រខ្ញុំបានមើលបន្តិចមានអារម្មណ៍ថាមិនសូវធំប៉ុន្មានទេប្រហែលជា10ទៅ15គីឡូដូច្នេះក៏មិនបានគិតច្រើនហើយក៏បាញ់តែម្ដងបន្ទាប់ពីបាញ់រួចខ្ញុំទើបដឹងថាត្រីនេះមានកម្លាំងខ្លាំងមែនទែនទីមិនរួចដូច្នេះខ្ញុំគិតថាមានតែពឹងលើទូកាយ៉ាអូវាទៅកន្លែងទឹករយៈសិនគិតច្រើនពេកហើយអ៊ំត្រឡប់ក្រោយយកទៅបាត់នៅទីនេះបែរជាឃើញហ្វូងត្រីចោះសមុទ្រធំអ្នកបាញ់ត្រីចូលចិត្តឃើញទិដ្ឋភាពបែបនេះបំផុតប៉ុន្តែកាំភ្លើងបាញ់ត្រីរបស់ខ្ញុំមានត្រីមួយបាត់ទៅហើយដូច្នេះបានត្រឹមតែមើលប៉ុណ្ណោះពិតជាអស្ចារ្យណាស់ត្រីចក់សមុទ្រតូចធំជាច្រើនអូខាងមុខទូកាយ៉ាពិបាកអូឥឡូវត្រូវបដូរមកអូខាងក្រោយវិញពេលនេះខ្ញុំចាប់ផ្ដើមស្ដាយក្រោយដែលបាញ់ត្រីនេះហើយព្រោះកម្លាំងទាញរបស់ត្រីពិតជាខ្លាំងពេកខ្ញុំខ្លាចបាត់កាំភ្លើងបាញ់ត្រីម្ដងទៀតថែមទាំងពិបាកទាញវាទៅកន្លែងទឹករយៈទៀតមានតែវាហែលទៅណាយើងតាមទៅនឹងរងចាំតតែត្រីអស់កម្លាំងទើបអាចអូសវារួចទីបំផុតឥឡូវនេះខ្ញុំអាចអូសវាដល់កន្លែងទឹករយៈហើយប៉ុន្តែបញ្ហាមួយទៀតក៏មកដល់កន្លែងទឹករយៈខ្សែរឿយតែងតែតាក់នឹងថ្មនៅជម្រៅនេះខ្ញុំបានសម្លឹងមើលបន្តិចត្រីនេះហាក់ដូចជាធំជាងមុនមិនមែនត្រឹម15គីឡូទេប្រហែលជាមានដល់ទៅ25គីឡូធំណាស់គិតទៅស៊ូបាញ់ត្រីចក់សមុទ្រពីល្អជាងធំណាស់ឥឡូវមើលថាតើទាញឡើងយ៉ាងម៉េចមកដល់មាត់ច្រាំងហើយរៀងលឿនបន្តិចហើយនៅកន្លែងរាក់មែនទែននេះខ្ញុំមើលត្រីនេះម្ដងទៀតធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលតែម្ដងត្រីនេះឯណាត្រឹមតែ25គីឡូយ៉ាងហោចណាស់ក៏ជាង50គីឡូដែរអីយ៉ាខ្ញុំពិតជាហួសចិត្តមែនបើដឹងថាធំប៉ុណ្ណេះខ្ញុំប្រកាសជាមិនហ៊ានបាញ់ទេកាំភ្លើងនេះមិននឹងអាចទ្រទម្ងន់ត្រីនេះរួចទៅនេះជាត្រីដែលពិបាកថតបំផុតដែលខ្ញុំធ្លាប់ថតធំណាស់នៅក្រោមទឹកមើលទៅមិនធំប៉ុណ្ណេះទេធំយ៉ាងនេះសោះឥឡូវនេះសន្សឹមទាញវាដល់មាត់ច្រាំងគឺរួចរាល់ហើយទាញ2ម៉ោងហើយហត់ចង់ងាប់នេះពិតជាថ្ងៃដែលអស់កម្លាំងពីខ្លួនមែនហត់ណាស់កម្លាំងទាំងប៉ុន្មានរបស់ខ្ញុំត្រូវប្រើអស់រលីងហើយឥឡូវត្រីនេះធំណាស់បន្ទាប់មកយើងរកអ្នកនេសាទមកជួយរួចហើយចែករំលែកត្រីនេះជាមួយពួកគាត់ប៉ុន្តែខ្ញុំស្មានថាត្រីយើងនេះធំណាស់បន្ទាប់មកអ្នកទាំងអស់គ្នាក៏មិនបាច់ចំណាយពេលទៅរកអីទេយប់នេះពួកយើងរួមគ្នាញ៉ាំត្រីនេះទៅអីយ៉ាខ្ញុំក៏ឡើងមកដែរហើយគ្មានវិធីទេទាញមកមាត់ច្រាំងគឺទាញមិនរួចតែម្ដងបន្ទាប់មកឲ្យអ្នកនេសាទជួយហើយញ៉ាំជុំគ្នាអូមានកាំភ្លើងនេះពិតជាល្អមែនវាធំណាស់នៅក្រោមទឹកមើលទៅមិនធំប៉ុណ្ណេះទេហ្នឹងហេតុអីបានជាយកឡើងមកធំយ៉ាងនេះធំណាស់ធំប៉ុណ្ណឹងខ្ញុំមិនបាញ់ទេអីយ៉ានៅរស់តើអ្នកមិនបាច់ទៅនេសាទទេថ្ងៃនេះពួកយើងនឹងចែកត្រីនេះគ្នាអូខេអ្នកមានកម្មវិធីទេអូនេះពិតជាក្លាហានមែនកន្ទុយវាមានបន្លាណាត្រូវហើយធំណាស់វ៉ាគេបណ្ដាលឆ្កែបណ្ដាលឆ្មានៅតាមផ្លូវខ្ញុំវិញបណ្ដាលត្រីក្នុងសមុទ្រហាបណ្ដាលវាអស់2ម៉ោង3ម៉ោងក៏ថាបានហត់ណាស់ខ្ញុំមុជចុះ20ម៉ែត្រមើលទៅមិនធំប៉ុណ្ណេះទេប៉ុន្តែវាប្រហែលជានៅឆ្ងាយពីខ្ញុំបន្តិចខ្ញុំបាញ់មួយគ្រាប់ទៅចំវាខ្ញុំទាញឡើងមកធំយ៉ាងនេះអ៊ំស្រីឥឡូវនេះពួកយើងមិនដឹងថាត្រូវធ្វើម៉េចទេខ្ញុំមើលកាំភ្លើងខ្ញុំមើលខូចអត់កាំភ្លើងនេះល្អមែននៅល្អតា
អស់កង់បន្តិចនេះឥឡូវកន្ទុយដែលគ្រោះថ្នាក់បំផុតត្រូវបានកាត់ចោលហើយដូច្នេះឥឡូវពួកយើងមកចែកត្រីនេះជាមួយគ្នាអូវ៉ាដុំនេះក៏ធម្មតាដែរត្រូវហើយបាយសង្ឃឹមថាអ្នកញ៉ាំត្រីនេះឲ្យឆ្ងាញ់ដូចសាច់គោអញ្ចឹងពិតមែនវ៉ាឲ្យគាត់ទៅនេះគឺជាសាច់គោក្នុងសមុទ្រហើយអូត្រូវហើយហេបាយខ្ញុំចូលចិត្តអ្នកបាយអ្នកអត់មានកម្មទេអត់មានអត់ខ្ញុំមានត្រីមួយធំណាស់ខ្ញុំកាត់មួយដុំឲ្យអ្នកខ្ញុំទើបតែបាញ់បានឥឡូវខ្ញុំដើរទុនជើងអស់ហើយចេញសមុទ្រហើយយើងអូសមកដល់មាត់ច្រាំងហើយទាញមិនឡើងពួកគាត់ជួយយើងទាញឡើងមកត្រីឆ្លាមអេមឹកត្រីបែនេះគួរតែគ្រឹះក៏អាំងហាអស់បំពង់ក៏បានខ្ញុំគិតថាត្រីបំពង់ធ្វើមិនក៏ឆ្ងាញ់ដែរខ្ញុំគិតថាវាដូចជាឆ្អឹងខ្ចីអញ្ចឹងតើអស់ថៅកែម៉ាត់នេះយកមួយដុំឲ្យគាត់ទៀតថៅកែយកអីវ៉ាន់មកដាក់អាយ៉ាឲ្យសាច់ត្រីមួយដុំត្រីអីគេនឹងត្រីបែលឿនឡើងកាន់លេងចប់ហើយខ្ញុំដាក់ពីលើនេះបានអត់បានតើដាក់ពីលើនេះមឹកអីគេមឹកអីនេះគឺត្រីក្រហមនេះសល់តែជើងតូចទេច្រើនពេកហើយខ្ញុំចែកម្នាក់បន្តិចគាត់នៅលើដីនោះត្រូវនេះយកទៅឆ្ងាញ់ណាស់ជាឆ្អឹងខ្ចីហាឆ្អឹងខ្ចីនឹងអញ្ចឹងឆ្ងាញ់ណាស់អានឹងល្អអញ្ចឹងខ្ញុំត្រឡប់ទៅមើលទឹកសិនហើយអូខេបាយអូខ្ញុំគិតថាខ្ញុំយកកាំបិតរបស់ខ្ញុំមកយកកាំបិតរបស់អ្នកមកមិនអីទេយល់ព្រមមិនអីទេគាត់ថាមិនទៅយកកាំបិតទេអីខ្ញុំប្រាប់គាត់ថាកុំភ្លេចយកកាំបិតមកគាត់ថាគាត់ចង់ថតរូបហេតុអីបានជាអ្នកគួរឲ្យស្រឡាញ់យ៉ាងនេះហេតុអីអ្នកមិនទៅញ៉ាំអីកន្លែងខ្ញុំរាល់ថ្ងៃអញ្ចឹងវ៉ាអ្នកថាប់ដល់កែវថតហើយខ្ញុំនឹងបែងចែកដុំនេះជាមួយជីវអានឥឡូវខ្ញុំសំបីតែកម្លាំងកាត់ក៏គ្មានដែរឲ្យគាត់ជួយកាត់ឲ្យអីយ៉ាធំណាស់ Good finally ទីបំផុតក៏កាត់វាដាច់ហើយពួកយើងយកដុំតូចវាដុំតូចនេះបានហើយដុំតូចនេះក៏ញ៉ាំមិនចង់អស់ផងពិតជាញ៉ាំមិនអស់មែនដុំតូចនេះញ៉ាំមិនអស់ទេយល់ព្រមវាល្អមែនហើយវាល្អអរគុណចាប់បានល្អណាស់ហត់ណាស់ម្សិលមិញគេងលក់បាត់ទៅដូច្នេះក៏មិនបានធ្វើម្ហូបញ៉ាំទេឥឡូវត្រៀមមើលសិនថាត្រីនេះគួរញ៉ាំមិនអំបាញ់មិញកាត់មួយដុំតូចវ៉ាសាច់នេះមើលទៅដូចជាសាច់គោអញ្ចឹងអាយ៉ាសាច់ត្រីនេះធ្វើជាសាស៊ីមីក៏ប្រហែលជាបានដែរសាច់នេះពិតជាមានខ្លាញ់ច្រើនមែនវ៉ាខ្លាញ់ច្រើនណាស់នៅទីនេះនឹងធ្វើពីរបៀបនេះគឺប្រឡាក់ជាមួយម្សៅចំណែកមួយនេះគឺយកមកបំពងធម្មតាព្រោះខ្លាញ់របស់វាពិតជាល្អណាស់បំពងវាបន្តិចសិនមើលថារសជាតិយ៉ាងម៉េចជីវអានអើយយកប៉ុន្មានដុំនេះមកបំពងបន្តិចមកមើលថាតើវាឆ្ងាញ់អត់សំខាន់គឺអាមួយនេះមុននេះខ្ញុំលួចភ្លុកបន្តិចហើយឆ្ងាញ់ខ្លាំងណាស់នេះគឺសម្បុកឥឡឹកយកមកឆាហាបើមិនប្រាប់ទេអ្នកទាំងអស់គ្នាច្បាស់ជាមិនដឹងថាជាអ្វីទេខ្ញុំក៏ចង់បានបាយដែរអ្នកចង់បានបាយទេខ្ញុំមិនញ៉ាំទេអ្នកមិនញ៉ាំទេអីខ្ញុំទើបតែញ៉ាំភីសាច្រើនណាស់មុននេះអញ្ចឹងខ្ញុំញ៉ាំទាំងអស់ម្នាក់អញហើយអញ្ចឹងខ្ញុំញ៉ាំមួយនេះមុនសិនត្រីបំពងស្រួយឈ្ងុយណាស់ត្រូវអ្នកបំពងបែបនេះល្អណាស់របៀបធ្វើសាច់បំពងស្រួយហៅថាត្រីបំពងស្រួយអ្នកមើលសាច់នេះចុះប្រឡាក់ម្សៅមួយជាន់ឈ្ងុយខ្លាំងណាស់លេងចង់និយាយហើយពិតជាឆ្ងាញ់ខ្លាំងណាស់ឈ្ងុយណាស់របៀបធ្វើបែបនេះឆ្ងាញ់ណាស់ខ្ញុំញ៉ាំសាច់នេះសិនដែលបំពងសាច់មួយដុំនេះបំពងក៏មិនអន់ដែររសជាតិខុសគ្នាដាក់ចូលមាត់រលីតែម្ដងក៏មិនមែនចូលមាត់រលីដែរវាភុយណាស់ខ្លាញ់ច្រើនណាស់ជាតិខ្លាញ់ច្រើនណាស់មានរសជាតិត្រីសាម៉ុនបន្តិចល្អណាស់ក្នុងចិត្តគិតថា good យ៉ាហូឈាមច្រមុះពួកគេមិនដឹងទេថាសម្បុកឥឡឹកក៏អាចយកមកឆាញ៉ាំបានដែរអញ្ចឹងវីដេអូថ្ងៃនេះសូមបញ្ចប់ត្រឹមនេះមិត្តភ័ក្តិដែលចូលចិត្តខ្ញុំកុំភ្លេចចុច like subscribe និង comment ផងបាយ